រុស្ស៊ីបានប្រមានប្រជាជនរបស់ខ្លួនជិះវៀងធ្វើដំណើរទៅកាន់ប្រទេសថៃពីព្រោះអាចត្រូវប្រឈមមុខជាមួយនឹងការចាប់ខ្លួនបាទពីសំណាក់សហរដ្ឋអាមេរិកបាទនេះបើយោងតាមការចេញផ្សាយរបស់កាសែត Khao Short ជាភាសាអង់គ្លេសបាននៅថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះបាទរុស្ស៊ីបាទបានចេញសេចក្តីប្រកាសប្រមានទៅដល់ជនជាតិរុស្ស៊ីទាំងអស់ថាកុំធ្វើដំណើរទៅលេងប្រទេសថៃពីព្រោះអាចប្រឈមមុខជាមួយនឹងការចាប់ខ្លួនដែលត្រូវធ្វើឡើងដោយសំណើរបស់ទីក្រុង Washington បន្ទាប់ពីឃើញការប្រមានបែបនេះបាទពីសំណាក់អាជ្ញាធររបស់រុស្ស៊ីក្រសួងការបរទេសរបស់ថៃក៏បានចេញមុខបាទច្រានចោលភ្លាមនឹងលើកឡើងថាប្រទេសថៃគឺជាកន្លែងដែលមានសុវត្ថិភាពនិងស្វាគមន៍បាទស្វាគមន៍គ្រប់ជាសាសទាំងអស់នៅថ្ងៃសុក្រទី12ខែមិថុនាឆ្នាំ2026នេះក្រសួងការបរទេសរបស់បាទប្រទេសរុស្ស៊ីបានប្រមានថាជនជាតិរុស្ស៊ីនឹងអាចត្រូវបានចាប់ខ្លួនភ្លាមបាទក្រោយរងការសង្ស័យមិនថាតើជាការសង្ស័យនោះតូចតាចកម្រិតណាក៏ដោយបាទបើយោងតាមកាសែតបាទ The Moscow Times ភ្នាក់ងារសមត្ថកិច្ចអាមេរិកកំពុងតែធ្វើកិច្ចការយ៉ាងសម្ងាត់បាទគេថារំលោភច្បាប់ថៃបាទនៅក្នុងការស៊ើបអង្កេតនិងចាប់ខ្លួនជនជាតិរុស្ស៊ីកាសែតនេះបានបន្តទៀតថាប្រទេសថៃគឺជាទីតាំងដ៏សំខាន់មួយដែលសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីកំណត់មុខសញ្ញាជនជាតិរុស្ស៊ីបាទជាក់ស្ដែងកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025សហរដ្ឋអាមេរិកបានចាប់ខ្លួនជនជាតិរុស្ស៊ីម្នាក់នៅក្នុងទឹកដីនៃប្រទេសថៃដែលមានឈ្មោះថា Denis បាទ Obrego ដែលបានចោទថាគាត់គឺជាជនវាយប្រហារតាមអ៊ីនធឺណិតត្រង់ចំណុចនេះគូបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកនិងប្រទេសថៃមានកិច្ចព្រមព្រៀងបាទបដិសេធសិទ្ធិបាទបញ្ជូនជនល្មើសឲ្យគ្នាទៅវិញទៅមកបាទពាក់ព័ន្ធទៅនឹងរឿងនេះក្រសួងការបរទេសរបស់ថៃឯណោះវិញបានចេញមុខបកស្រាយថាប្រទេសថៃនិងប្រទេសរុស្ស៊ីនៅតែមានទំនាក់ទំនងល្អនឹងគ្នាគ្រប់កម្រិតហើយបន្តទៀតថាប្រទេសទាំងពីរនឹងធ្វើពិធីខួបលើកទី170នៃទំនាក់ទំនងបាទការទូតនៅក្នុងឆ្នាំ2027ខាងនេះបាទនេះបើយោងតាមទិន្នន័យរបស់ក្រសួងការពារសង្គមបើយោងតាមក្រសួងបាទការពារនេះបើយោងតាមក្រសួងព័ត៌មានរបស់ថៃនៅក្នុងឆ្នាំ2025កន្លងទៅប្រទេសថៃបាទមានអ្នកទេសចរដែលជាជនជាតិរុស្ស៊ីហ្នឹងបាទទៅកំសាន្តនៅក្នុងចំនួនក្បែរ1លានបាទ9សែននាក់ឯណោះពលសម្រាប់ថៃជនជាតិរុស្ស៊ីគឺជាភ្ញៀវទេសចរដែលមានចំនួនច្រើនបំផុតមកពីអឺរ៉ុបក្រសួងព័ត៌មានរបស់ថៃបានបញ្ជាក់ទៀតថាប្រទេសថៃជាកន្លែងដែលមានសុវត្ថិភាពនិងទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាសាសហើយបើពួកគេប្រព្រឹត្តខុសច្បាប់អ្វីមួយនោះនឹងត្រូវអនុវត្តក្រោមច្បាប់របស់ប្រទេសថៃការប្រមានរបស់អាជ្ញាធររុស្ស៊ីទៅកាន់ប្រជាជនរបស់ខ្លួនកុំឲ្យមកលេងប្រទេសថៃមិនមែនជារឿងធម្មតាទេការប្រមាននេះបាទតិចឬច្រើនបាទតិចឬច្រើនបាទវាអាចជាឥទ្ធិពលអាក្រក់បាទចំពោះដំណើរកម្សាន្តរបស់ប្រជាជនរុស្ស៊ីមកកាន់ប្រទេសថៃខណៈដែលបាទប្រទេសរុស្ស៊ីបានទទួលព័ត៌មានថាទីក្រុង Washington បានស្នើឲ្យទីក្រុងបាងកកជួយសហការបាននៅក្នុងការតាមចាប់ជនជាតិរុស្ស៊ីដែលត្រូវសង្ស័យថាធ្វើកិច្ចការប្រឆាំងទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកអរគុណបងប្អូនអ្នកដែលបានទស្សនានៅព័ត៌មាននេះបាទនេះគឺជាព័ត៌មានក្តៅៗមួយដែលពាក់ព័ន្ធជាមួយនឹងបាទអាជ្ញាធរទីក្រុង Washington ប្រមានជនជាតិរុស្ស៊ីថាបើមកលេងប្រទេសថៃបាទនឹងត្រូវចាប់ខ្លួនបាទព្រោះទីតាំងនៅប្រទេសថៃគឺជាកន្លែងដែលគួរសង្ស័យថាមានបាទគេថា scam online បាទក៏ដូចជាជនជាតិមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសអាមេរិកបាទអរគុណបងប្អូនអ្នកបាទសម្រាប់វីដេអូនេះគឺសូមចប់តែប៉ុណ្ណឹងហើយបើសិនជាពេញចិត្តវីដេអូនេះបាទកុំភ្លេចជួយ subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូបាទព័ត៌មានថ្មីៗជាបន្តទៀតអរគុណច្រើន